លោកកតបូរាណប្រធានមន្ត្រីបរិស្ថានខេត្តបាត់ដំបងថ្លែងឲ្យដឹងថានៅក្នុងរដូវទឹកទន្លេឡើងឆ្នាំនេះមានវងសត្វស្លាបប្រមូលផ្ដុំគ្នារស់នៅតំបន់អភិរក្សបាក់សាបាក់សីព្រៃតាក្រៃស្ថិតនៅភូមិទួល6ឃុំកកោះស្រុកមងឫស្សីខេត្តបាត់ដំបងលោកកតបូរាណថ្លែងឲ្យដឹងបន្ថែមថាចំនួនសត្វស្លាបមានការកើនឡើងដោយសារប្រជាពលរដ្ឋមានការភ្ញាក់រលឹកបញ្ឈប់ការដុតព្រៃនិងបរបាញ់សត្វលោកកតបូរាណសំណូមពរដល់ប្រជាពលរដ្ឋឲ្យចូលរួមថែរក្សាអភិរក្សធនធានធម្មជាតិបញ្ឈប់ការដុតព្រៃបរបាញ់សត្វងាកមកប្រកបមុខរបរដឹកភ្ញៀវទេសចរមកទស្សនាសត្វស្លាបដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារវិញបណ្ដាអភិរក្សឃុំកកោះនេះស្រុកមងឫស្សីនេះយើងឃើញថាវាក៏ជាតំបន់អភិរក្សមួយដែលសម្បូរទៅដោយសត្វស្លាបទឹកប៉ុន្តែសូមបញ្ជាក់គឺតំបន់ដែលជារដូវកាលនៃការរកចំណីជាពិសេសនៅពេលរដូវទឹកឡើងនេះគឺយើងឃើញថាមានសត្វមកដើម្បីរកចំណីនឹងគឺច្រើនហើយជាកន្លែងមួយដែលទាក់ទាញដល់ប្រជាពលរដ្ឋច្រើនបាទពីព្រោះតំបន់ហ្នឹងគឺយើងទៅទស្សនានាពេលហ្នឹងគឺពេលដែលទឹកជំនន់ហ្នឹងហើយយើងឃើញថាពីមួយឆ្នាំទៅមួយឆ្នាំយើងឃើញថាតំបន់ដែលយើងមិនមានការបោះបាញ់មិនមានការដុតព្រៃគឺយើងសម្បូរសត្វស្លាបបាទសូមអរគុណដែរដែលទឹកចិត្តប្រជាពលរដ្ឋដែលស្រឡាញ់កកោះក៏ដូចជាតំបន់រាមសាព្រៃទាល់យើង2ឆ្នាំចុងក្រោយនេះយើងមិនមានការដុតព្រៃទេបាទក្នុងនាមមន្ត្រីបរិស្ថានក៏ដូចជាក្រសួងបរិស្ថានសំណុំពរតែម្យ៉ាងទេសូមមេត្តាអភិរក្សកុំសម្លាប់ពីព្រោះបើយើងអភិរក្សយើងឃើញថាយើងចំណេញទាំងការទាក់ទាញភ្ញៀវចំណេញទាំងគេហៅថាសោភ័ណភាពបាទសោភ័ណភាពដែលយើងមិនអាចខ្វះបានគឺសត្វស្លាបតំបន់រាមសាព្រៃទាល់បាទដែលធ្វើឲ្យយើងមានកំណើនសេដ្ឋកិច្ចជាពិសេសមន្ទីរបរិស្ថានដែលចង់បានបំផុតគឺចង់បានប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បឹងទន្លេសាបទាំងអស់អាស្រ័យផលដោយការជូនភ្ញៀវទេសចរគឺមន្ទីរខិតខំប្រឹងប្រែងដើម្បីឲ្យប្រជាពលរដ្ឋងាកមកពឹងលើការអាស្រ័យផលលើធនធានធម្មជាតិមកអាស្រ័យផលនៅលើការដឹកភ្ញៀវទេសចរបាទយើងឃើញថាភាគរយនៃការនេសាទបរបាញ់សត្វយើងឃើញថាស្ទើរតែបាត់អស់ហើយសូមជម្រាបថាដោយសារបច្ចុប្បន្ននេះការគ្រប់គ្រងបានល្អដោយមានការសហការគ្នារវាងមន្ត្រីជំនាញបរិស្ថានអាជ្ញាធរពាក់ព័ន្ធជាមួយនឹងកងទ័ពបានធ្វើឲ្យចំនួនសត្វស្លាបមានការកើនឡើងច្រើនទន្ទឹមនឹងការកើនឡើងនៃចំនួនសត្វស្លាបនោះដោយការយកចិត្តទុកដាក់ថែរក្សាអភិរក្សមានភាពល្អប្រសើរឡើងជាងលំដាប់ដោយប្រជាពលរដ្ឋមានការភ្ញាក់រលឹកចូលរួមថែរក្សាអភិរក្សធនធានធម្មជាតិបញ្ឈប់ការដុតព្រៃនិងបរបាញ់សត្វធ្វើឲ្យបក្សាបក្សីទាំងនោះរស់នៅជាហ្វូងនិងមានសុវត្ថិភាព